ក្នុងពុទ្ធសម័យមានបុរសម្នាក់រកស៊ីកាប់អុសលូគាត់ជាមនុស្សគោរពព្រះពុទ្ធជាម្ចាស់ហើយតែងតែអប់រំណែនាំកូនឲ្យគោរពតាមថ្ងៃមួយបុរសនាំកូនតូចទៅកាប់អុសជាមួយដល់ពេលល្ងាចបានអុសពេញរទេះហើយក៏បររទេះត្រឡប់មកផ្ទះវិញមកដល់ជិតនគរគាត់បានដោះគោចេញពីរទេះលែងឲ្យស៊ីស្មៅហើយនាំកូនដេកសម្រាកនៅទីទួលខ្ពស់ក្បែររទេះលុះដល់ពេលល្ងាចគោទាំងពីរនាំគ្នាដើរចូលទៅក្នុងនគរអស់បុរសនោះភ្ញាក់ពីដេករកគោមិនឃើញក៏ផ្ដាំកូនឲ្យនៅចាំរទេះហើយដើរចូលទៅរកគោនៅក្នុងនគរពលសេនាយាមទ្វារកំផែងនគរពេលដល់វេលាហើយក៏បិទទ្វារនគរទៅធ្វើឲ្យបុរសមិនអាចចេញមករកកូនវិញបានបុរសមានចិត្តបារម្ភពីកូនខ្លាំងណាស់តែមិនដឹងថាធ្វើយ៉ាងម៉េចទើបអាចចេញមកជួបកូនបានលុះដល់ពេលយប់មានខ្មោចយក្សពីររូបមួយសមាទិដ្ឋិមួយមច្ឆាទិដ្ឋិជាមិត្តសម្លាញ់នឹងគ្នាយក្សនាំគ្នាចេញមករកចំណីអាហារហើយក៏បានជួបនឹងក្មេងតូចដេកលក់នៅក្រោមរទេះខ្មោចយក្សមច្ឆាទិដ្ឋិត្រេកអរណាស់និយាយថាអញនឹងចាប់កុមារនេះស៊ីឥឡូវហើយខ្មោចយក្សសមាទិដ្ឋិខាត់ថាកុំធ្វើអញ្ចឹងអ្នកមិនត្រូវធ្វើយ៉ាងនេះទេព្រោះកុមារនេះតែងតែរលឹកដល់គុណព្រះពុទ្ធថាអ្នកមោពុទ្ធេសៈរកពេលវេលាមិនដែលខានប៉ុន្តែខ្មោចយក្សមច្ឆាទិដ្ឋិមិនព្រមស្ដាប់សម្ដីខ្មោចយក្សសមាទិដ្ឋិទេពេលដែលខ្មោចយក្សមច្ឆាទិដ្ឋិស្ទុះទៅបំរុងចាំកុមារបរិភោគកុមារភ្ញាក់ឡើងភ្លាត់មាត់ស្រែកថាអ្នកមោពុទ្ធេសៈអ្នកមោពុទ្ធេសៈញាប់មាត់ដោយបុព្វចរិតដែលខ្លួនចងចាំនិងសន្សំមកយូរហើយខ្មោចយក្សមច្ឆាទិដ្ឋិគ្រាន់តែឮអ្នកមោពុទ្ធេសៈដូច្នេះក៏ភ័យតក់ស្លុតលែងកុមារវិញរួចគេចចេញទៅយ៉ាងឆ្ងាយពេលនោះខ្មោចយក្សសមាទិដ្ឋិក៏និយាយបំភ័យថែមថាអំពើដែលអ្នកធ្វើនេះមានទោសធំណាស់ហាក់ដូចជាអ្នកប្រមាថមើលងាយព្រះពុទ្ធអ្នកឯងត្រូវទទួលទណ្ឌកម្មទើបរួចទោសគឺអ្នកឯងត្រូវទៅរកអាហារមកឲ្យកុមារនេះបរិភោគឲ្យឆ្អែតទើបបានខ្មោចយក្សមច្ឆាទិដ្ឋិយល់ព្រមធ្វើតាមខ្មោចយក្សសមាទិដ្ឋិទើបផ្ដាំនិងសម្លាញ់ថាបើខ្ញុំទៅរកអាហារមិនទាន់ត្រឡប់មកវិញទេអ្នកត្រូវតែរងចាំខ្ញុំកុំទៅណាចោលខ្ញុំឲ្យសោះខ្មោចយក្សសមាទិដ្ឋិទទួលពាក្យមិត្តហើយក៏ទៅយាមកុមាររងចាំមិត្តទៅរកអាហារខ្មោចយក្សមច្ឆាទិដ្ឋិបានទៅរកអាហារដល់ព្រះរាជដំណាក់ហ
ហើយបានប្រទះឃើញថាសមាសធំមួយដែលមានសុទ្ធតែអាហារមានរសជាតិឆ្ងាញ់ខ្មោចយក្សមិច្ឆាទិដ្ឋិក៏យកថាសបម្រុងឲ្យកុមារបរិភោគពេលមកជិតដល់កន្លែងកុមារខ្មោចយក្សមិច្ឆាទិដ្ឋិបានប្រែកាឡាខ្លួនជាបិតារបស់កុមារខ្មោចយក្សពេលបានប្រែកាឡាឲ្យដូចបិតាកុមារហើយក៏ចូលមករៀបចំបាយទឹកឲ្យកុមារបរិភោគកុមារស្មានថាបិតារបស់ខ្លួនសប្បាយចិត្តណាស់កំពុងតែឃ្លានផងកុមារបរិភោគអាហារសម្រាប់ព្រះរាជាយ៉ាងឆ្ងាញ់ពេលកុមារបរិភោគឆ្អែតខ្មោចយក្សសរសេរអក្សរជាប់នឹងថាសថាពាក្យថាពុទ្ធាំងគឺកុមារកូនអ្នកលក់អុសនេះបានពោលជានិច្ចហើយគេជាមនុស្សដែលមានសេចក្តីព្យាយាមនិងគោរពបំផុតខ្មោចយក្សអធិដ្ឋានឲ្យព្រះរាជាបានទតឃើញអក្សរនេះកុំខានឲ្យសោះរួចខ្មោចយក្សទាំងពីរក៏ចាកចេញទៅលុះដល់ពេលព្រឹកដល់ពេលព្រះរាជាសោយព្រះស្ងោយពួករាជបម្រើរកថាសមាសមិនឃើញគ្រប់គ្នាភ័យជ្រួលច្របល់ពេញរាជដំណាក់ព្រះរាជាបម្រើឲ្យចាត់រាជបម្រើស៊ើបរកថាសមាសនោះរាជបម្រើបានទៅរកឃើញនៅក្នុងរទេះបុរសលក់អុសពួកគេនាំគ្នាចាំកុមារនោះយកទៅថ្វាយព្រះរាជាពេលដែលព្រះរាជាទតឃើញអក្សរដែលយក្សសរសេរជាប់នៅលើថាសមាសនោះព្រះអង្គមានព្រះទ័យរីករាយជ្រះថ្លាចំពោះកុមារខ្លាំងណាស់គេនៅតូចសោះតែមានចិត្តគោរពព្រះធម៌ព្រះរាជាមិនត្រឹមតែមិនយកទោសកុមារប៉ុណ្ណោះទេព្រះអង្គបានព្រះរាជទានឲ្យកុមារឡើងងារជាសេដ្ឋីរស់នៅយ៉ាងសុខសាន្តរហូតទៅ